ថ្ងៃនេះយើងសិក្សាទៅលើវណ្ណយុត្តខ្មែរពីរប្រភេទគឺសញ្ញាទណ្ឌឃាតនិងសញ្ញារបាតទី1សញ្ញាទណ្ឌឃាតទណ្ឌឃាតគឺជាសញ្ញាប្រើសម្រាប់សង្កត់សូរឬសង្កត់លើអក្សរមិនឲ្យមានសំឡេងឧទាហរណ៍ម៉បើយើងអានជាទូទៅយើងអានថាមរណៈអញ្ចឹងយើងសង្កត់ទណ្ឌឃាតពីលើអក្សរណនោះអក្សរណនឹងមិនមានសំឡេងទេយើងអានថាម៉មួយទៀតទូរទស្សន៍បើយើងអានទូទៅដោយមិនប្រើទណ្ឌឃាតគេហៅថាទូរទស្សនៈអញ្ចឹងបើយើងសង្កត់ទណ្ឌឃាតនៅលើអក្សរណយើងហៅថាទូរទស្សន៍មួយទៀតអនុវត្តក៏ដូចគ្នាបើគ្មានទណ្ឌឃាតទេគេអានថាអនុវត្តនៈបើមានទណ្ឌឃាតគេហៅថាអនុវត្តព្រោះណមិនបញ្ចេញសំឡេងទេគមនាគមក៏ដូចគ្នាព្រាមក៏ដូចគ្នាទី2គឺសញ្ញារបាតគឺជាសញ្ញាប្រើសម្រាប់ជំនួសឲ្យព្យញ្ជនៈអក្សររជាទូទៅសញ្ញារបាតគឺគេប្រើនៅលើពាក្យដែលคล้ายពីភាសាបាលីមកជាភាសាសំស្ក្រឹតឧទាហរណ៍ពាក្យថាមរតកយើងសរសេរអក្សរមតដាក់របាតហើយនឹងកយើងអានថាមរតកទូរគតក៏ដូចគ្នាបើយើងសរសេរតដាក់ស្រៈអនិងរនិងកប្រកបជាមួយនឹងតយើងអានថាទូរគតក៏បានបើយើងសរសេររបាតពីលើអក្សរកអានថាទូរគតក៏បានដូចគ្នាសារពាង្គកាយក៏ដូចគ្នាមរកតពរនីធរសរុបទៅសញ្ញារបាតនេះគឺប្រើសម្រាប់ជំនួសឲ្យព្យញ្ជនៈអក្សររឬក៏ប្រើសម្រាប់ជំនួសឲ្យសំឡេងរ